បាទជម្រាបសួរបងប្អូនជាកសិករបាទថ្ងៃទី24ខែ10 2025បាទខ្ញុំចង់មកយកលទ្ធផលស្រែរបស់ពូទឹមបាទនៅសង្កាត់កបីរៀលខេត្តសៀមរាបបាទនេះកន្លែងគាត់បាញ់ថ្នាំខាងក្រុមហ៊ុនសារកាបាទក៏ប្រើសារកាស្មៅស្រូវ200 ក្រាមបូកនឹងកក់30 cc បាទនេះបាញ់លើទីដីរបស់គាត់ចំនួន2 ធុងបាទបាញ់បាន20 នាទីបាទធ្លាក់ភ្លៀងបាទភ្លៀងខ្លាំងអញ្ចឹងឃើញតែលទ្ធផលបាទប្រភេទច្រាច់ប្រភេទអីគឺឃើញងាប់រលួយហើយកក់អីក៏ឃើញដែតមកដែរបាទនេះច្រាច់បាទល្អមែនទែនច្រាច់វាលួយហើយដើមចាស់មិនលួយទៀតវល់មកដាក់ទៅលួយវល់មកច្រាច់ស្រួលបាញ់